បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងតចំណុចទី2ការជឿលើព្រះឬក៏អតិទេពព្រះនេះមិនសំដៅទៅលើព្រះនៅក្នុងសាសនាណាមួយទេប៉ុន្តែសំដៅទៅលើអត្ថន័យនៃពាក្យថាព្រះហ្នឹងហើយអតិទេពនេះក៏ដូចគ្នាមិនសំដៅលើអតិទេពនៅក្នុងសាសនាណាមួយទេប៉ុន្តែសំដៅលើអត្ថន័យនៃអតិទេពឥឡូវនិយាយពីព្រះសិនប្រសិនបើយើងជឿទៅលើព្រះតើការជឿរបស់យើងប្រកបដោយការយល់ដឹងដែរឬទេតើព្រះមានអត្ថន័យដូចម្ដេចទៅយើងធ្លាប់បានដឹងហើយថានៅលើโลกហ្នឹងអ្វីដែលវិសេសវិសាលអស្ចារ្យមានសក្តានុពលជាងគេគឺមនុស្សចុះព្រះជាមនុស្សដែរឬទេព្រះក៏ជាមនុស្សដែរប៉ុន្តែជាមនុស្សដ៏ខ្ពង់ខ្ពស់ផុតវិស័យមនុស្សលោកីហ្នឹងដោយសារថាព្រះអង្គមានចិត្តបរិសុទ្ធអត់មានប្រឡាក់ប្រឡោះជាប់ចម្ពាក់អីទេអត់មានលោភៈទោសៈមោហៈទេអត់មានខឹងក្រោធច្រឡោតតតងស្អប់គុំគួនព្យាបាទឬក៏ជាប់កាមតណ្ហាឬក៏កិលេសតណ្ហាទេព្រះគឺជាតួអង្គបុគ្គលនិយាយឲ្យចំគឺជាមនុស្សដែលមានចិត្តដ៏បរិសុទ្ធដោយចិត្តបរិសុទ្ធរបស់ព្រះអង្គអញ្ចឹងទៅព្រះអង្គពោពេញទៅដោយបារមីឬមហិទ្ធិឫទ្ធិមនុស្សយើងកាលណាមានចិត្តបរិសុទ្ធខ្ពង់ខ្ពស់ក្នុងខ្លួនពោពេញដោយសិលដល់ពោពេញដោយសិលកាន់តែច្រើនធ្វើឲ្យចិត្តកាន់តែនឹងណោដល់ចិត្តកាន់តែនឹងណោគឺធ្វើឲ្យមានលំនឹកចាក់ធ្លុះការគិតទៅដល់ចក្រវាលមានន័យថាដឹងសពបែបសពយ៉ាងដូច្នេះហើយបានជាយើងឃើញថាបើសិនជាយើងសិក្សាអំពីត្រៃបិដកនៅក្នុងពុទ្ធសាសនាយើងបានដឹងអំពីច្បាប់ធម្មជាតិដែលសូម្បីអ្នកវិទ្យាសាស្ត្រក៏មិនដឹងឬក៏ទើបតែនឹងដឹងប៉ុន្តែយើងគិតមើលថាព្រះពុទ្ធនេះខ្ញុំលើកតួអង្គរបស់ព្រះពុទ្ធមកនិយាយណាព្រះមានច្រើនទៀតនៅក្នុងសាសនាផ្សេងៗឥឡូវយើងលើកយកព្រះពុទ្ធមកនិយាយ2500ឆ្នាំមុនហេតុអ្វីក៏អត់មានឧបករណ៍អីផងហេតុអ្វីក៏ព្រះអង្គដឹងម្ល៉េះបញ្ញារបស់មនុស្សយើងកាលណាយើងក្លាយទៅជាមនុស្សម្នាក់ដែលមានសិលគឺនាំឲ្យចិត្តនឹងណោបញ្ញារបស់យើងកាន់តែរីកកាន់តែចាក់ធ្លុះមើលឃើញសពបែបសពយ៉ាងយល់ដឹងសពបែបសពយ៉ាងចេះសពបែបសពយ៉ាងហើយនៅក្នុងនឹងផងដែរព្រះបានបន្សល់ទុកនៅធម៌ដែលបានរកឃើញហ្នឹងមានន័យថាជាអ្វីសពបែបសពយ៉ាងនៅក្នុងចក្រវាលហ្នឹងណាធម៌ហ្នឹងគឺជាអ្វីដែលកើតមុនទៅហើយមិនមែនព្រះបង្កើតធម៌ទេព្រះរកឃើញធម៌អញ្ចឹងព្រះក៏រកឃើញធម៌ពេលរកឃើញធម៌ហើយដឹងថាអូចរន្តចិត្តយើងចរន្តអារម្មណ៍យើងវាចេញមកពីណាទៅណាធ្វើម៉េចបានសុខធ្វើម៉េចបានទុក្ខព្រះប្រាប់ថាធ្វើម៉េចបានសុខធ្វើម៉េចបានទុក្ខក្នុងនោះព្រះក៏មិនឲ្យយើងជឿដែរតែឲ្យយើងមើលទៅឲ្យយើងពិចារណាទៅឲ្យយើងត្រេះរិះទៅហើយយើងគ្រាន់តែលូកនៅទង្វើបន្តិចបន្តួចយើងឃើញទុក្ខទៅហើយលោភៈទោសៈមោហៈរាគៈចំណងផ្សេងៗតណ្ហាផ្សេងៗកិលេសផ្សេងៗតែពេលដែលយើងចង់ទៅគ្រាន់តែធម្មពលអារម្មណ៍កម្រើកថាចង់ហ្នឹងគឺយើងកើតទុក្ខទៅហើយអញ្ចឹងព្រះអង្គបានបង្រៀនបានបន្សល់ទុកនៅចំណេះដឹងជាច្រើននៅក្នុងចក្រវាលហ្នឹងគឺចំណេះដឹងសពបែបសពយ៉ាងណាតែយើងមិនរៀនទេបើយើងរៀនគឺយើងដឹងសពបែបសពយ៉ាងឲ្យយើងដឹងសពបែបសពយ៉ាងដល់ពេលយើងដឹងសពបែបសពយ៉ាងគឺយើងត្រូវជឿទៅលើច្បាប់ធម្មជាតិនោះណាថាព្រះមិនឲ្យយើងជឿទេប៉ុន្តែដល់ពេលយើងយល់ដឹងសពបែបសពយ៉ាងទៅគឺយើងយល់ថាដំណើរធម្មជាតិវាបែបហ្នឹងបើយើងយល់ថាដំណើរធម្មជាតិបែបហ្នឹងយើងចាំបានសេចក្តីសុខយើងធ្វើអំពើល្អចិត្តល្អវិចារល្អកាយល្អបានសេចក្តីសុខហើយពីព្រោះអ្វីដែលយើងធ្វើទៅហ្នឹងវាបង្កើតបាននូវមនុស្សធាតុល្អវាបង្កើតបានធម៌ពលល្អហើយមនុស្សធាតុល្អចេញពីខ្លួនយើងតែចង់សម្ព័ន្ធភាពជាមួយមនុស្សធាតុល្អរបស់មនុស្សអតីតមនុស្សល្អតែចង់សម្ព័ន្ធភាពល្អជាមួយនឹងធម្មជាតិទាំងឡាយដែលជាធម្មជាតិល្អដល់តែចង់សម្ព័ន្ធភាពល្អយើងទទួលបានល្អយើងចង់បានអីយើងសាងនោះយើងចង់បានអីយើងធ្វើនោះយើងចង់បានអីយើងសាបព្រោះហ្នឹងបុគ្គលសាបព្រោះពូជណារមែងបានផលពូជនោះធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ចង់មានត្រូវខំរកដោយភាពត្រឹមត្រូវចិញ្ចឹមជីវិតដោយភាពត្រឹមត្រូវអញ្ចឹងយើងមើលជំនឿលើព្រះឲ្យយើងយល់អំពីគំនិតរបស់ព្រះបំណងរបស់ព្រះទង្វើរបស់ព្រះមិនមែនឲ្យយើងចង់បានសេចក្តីសុខទៅបន់ព្រះទេចង់បានសេចក្តីសុខទៅបន់បរិមាដែលជារូបខ្លះគូរូបខ្លះធ្វើពីស៊ីម៉ង់រូបខ្លះធ្វើពីវត្ថុផ្សេងស្រាប់តែទៅបន់ឬអ្នកខ្លះអត់មានរូបទេប៉ុន្តែនឹកឃើញបន់ឲ្យព្រះមកជួយព្រះឯណាមកជួយយើងបានព្រះបានបន្សល់ទុកនៅធម៌ទាំងឡាយដែលព្រះអង្គបានរកឃើញព្រះអង្គចូលព្រះនិព្វានបាត់ទៅមានយកធម៌នឹងទៅណាគឺនៅសាវករបស់ព្រះអង្គតគ្នាមកនេះខ្ញុំនិយាយពីសាសនាពុទ្ធមួយទេសាសនាផ្សេងទៀតខ្ញុំអត់និយាយទេប៉ុន្តែបំណងរបស់សាសនាគឺសុទ្ធតែល្អគ្រាន់តែថាគំនិតប្រាជ្ញាកម្រិតណានោះផ្សេងតែបំណងល្អអញ្ចឹងនៅពេលដែលព្រះអង្គបានបន្សល់ទុកធម៌ទាំងអស់នឹងហើយយើងអត់ព្រមរៀនធម៌មនុស្សជាច្រើនអត់ព្រមរៀនធម៌ដល់អត់ព្រមរៀនធម៌ចង់បានអ្វីមួយទៅបន់ព្រះជឿលើព្រះវាដូចម៉ែឪរបស់យើងប្រាប់ថាកូនណាម៉ែឪកប់ទុកមាស4ទិសជាមួយផ្ទះយើងខាងលិច1គីឡខាងកើត1គីឡខាងត្បូង1គីឡខាងជើង1គីឡពេលកូនចង់បានគីឡមួយណាកូនទៅយកទៅអត់ព្រមទៅឲ្យតែចង់បានមាសចង់បានលុយចាយមកលើកដៃសុំម៉ែសុំឪព្រះសម្មាសម្ពុទ្ធបានបន្សល់ទុកអ្វីៗទាំងអស់ដែលជាធម៌អ្វីៗទាំងអស់ហ្នឹងយើងចង់ធ្វើអីក៏បានដែរចង់បង្កើតទ្រព្យក៏បានចង់ដឹកនាំក៏បានចង់រស់នៅក្នុងគ្រួសារឲ្យបានត្រឹមត្រូវក៏បានចង់យកមកប្រើអ្វីក៏បានដែរប៉ុន្តែយើងអត់ព្រមរៀនហើយយកមកប្រើយើងបែរទៅជាទៅបន់
តបនថ្វាយអង្គមសូមឲ្យព្រះជួយដល់ព្រះមិនជួយទៅខាងនឹងព្រះទៀតថាខំជឿចងាប់ហើយអត់ជួយខំជឿចងាប់ហ្នឹងខំជឿអីខំជឿទាំងងងឹតងងល់ណាអ្នកដែលជឿគឺត្រូវតែមានការយល់ដឹងហើយបើសិនជាមានការយល់ដឹងប្រកាសជាប្រតិបត្តិល្អហើយខំប្រឹងស្វះស្វែងហើយមិនមែនជឿទៅវត្តបន់ទៅស្រន់មិនមែនជឿនៅផ្ទះក៏បន់ស្រន់ជឿលើព្រះទិញពាក្យថាព្រះសូត្រធម៌ណាមាត់ប៉ចឹងទៅសូត្របាលីការសូត្រនោះបើសិនជាយើងសូត្រដោយការយល់ដឹងមិនអីទេប៉ុន្តែបើសូត្រដោយឮតែគេថាឬទៅលោកសូត្រដែរប៉ុន្តែអត់ដឹងថាអត្ថន័យនឹងយ៉ាងម៉េចផងនោះមិនបានជាប្រយោជន៍ទេត្រូវតែសិក្សារៀនសូត្រឲ្យមានការយល់ដឹងហើយពេលនោះយើងដឹងជឿលើអីជឿលើទង្វើកាយការគិតចិត្តវិចារកាយគឺត្រូវជឿលើទង្វើរបស់យើងសុទ្ធសាធបើយើងនៅតែនាំគ្នាជឿលើព្រះហើយបន់ស្រន់បានសេចក្តីថាយើងអត់យល់ដឹងនៅពេលដែលយើងមានការយល់ដឹងចិត្តរបស់យើងខាងក្នុងនេះគឺវាចាប់ដើមសន្សំតែលើរឿងល្អយើងបានដឹងហើយថាចិត្តរបស់យើងជាកន្លែងសន្សំអារម្មណ៍កាលណាយើងដឹងយើងយល់អំពីរឿងល្អចិត្តរបស់យើងសន្សំល្អកាលណាចិត្តរបស់យើងសន្សំល្អធម៌អំពើនៃអំពើល្អទាំងឡាយនោះបាច់សាចចេញមកសពសាររាងកាយរបស់យើងហើយក៏បញ្ចេញទៅក្នុងចក្រវាលតកតងមโนធាតុដូចគ្នាតកតងសភាវៈដូចគ្នាតកតងសត្វមនុស្សមโนធាតុសត្វមនុស្សឬក៏របស់របរទាំងឡាយណាដែលមានធម្មធាតុដូចគ្នាចឹងក្នុងខ្លួនយើងល្អហើយជួបតែមនុស្សល្អទៀតជួបតែរឿងល្អទៀតគឺបានសេចក្តីសុខហើយជឿចោះទៅលើធម៌ដោយពិចារណាដោយការយល់ដឹងដោយអនុវត្តវាឲ្យជឿថាចំណុចហ្នឹងបានផលហើយតែមិនមែនមានន័យថាបានផលគ្រប់តែរឿងនោះទេសូម្បីតែព្រះសម្មាសម្ពុទ្ធក៏បានប្រាប់ដែរថាកុំជឿតែពិចារណាទៅអនុវត្តទៅកត់ចំណាំទុកទៅខុសត្រូវចំណាំទុកស្គាល់ខុសស្គាល់ត្រូវថ្ងៃក្រោយកុំឲ្យខុសទៀតដែលខណៈពេលដែលយើងពីតូចរហូតដល់ធំជាពិសេសមនុស្សអាយុច្រើនសឹងអាសាលបងគ្រប់ទង្វើហើយបានផលរួចទៅហើយសាលបងខឹងបានក្តៅក្រហាយបានមុខអាក្រក់បានស្បែកជឿជួញស្ងួតយើងដឹងហើយតាអ្វីត្បិតថាអ្នកខ្លះមិនបានធ្វើបាបធំប៉ុន្តែអាបាបទូចបានធ្វើហើយតាសំរឿងបានរឿងសំលុយបានលុយសំសុកបានសុកសំក្តៅក្រហាយបានក្តៅក្រហាយចំណងនាំឲ្យកើតទុក្ខយើងបានធ្វើរឿងរ៉ាវជាច្រើនដែលជាបាបកម្មហើយក៏ទទួលបានដែរទាំងអស់ហ្នឹងល្មមយើងបានដឹងហើយអ្នកខ្លះក៏បានធ្វើល្អជាច្រើនហើយក៏ទទួលបានផលល្អដែរទាំងអស់ហ្នឹងក៏យើងគួរតែដឹងគួរតែយល់បើយើងគួរតែដឹងបើយើងបានដឹងបើយើងបានយល់ហើយចុះហេតុអ្វីបានជាយើងនៅតែជឿទៅលើព្រះដោយងងឹតងងល់ទាំងដែលទៅសូមព្រះមកឲ្យជួយយើងខណៈពេលព្រះប្រាប់ថាធ្វើចេះបានផលហើយអត់ព្រមទៅធ្វើនាំគ្នាទៅអង្គុយបន់ស្រន់ឲ្យព្រះជួយឥឡូវមនុស្ស7000លានជាងនេះព្រះមានព្រះអង្គជួយមិនទៅជួយនរណាទុកនរណីជួយនរណាទុកនរណីគឺយើងត្រូវតែជួយលើខ្លួនយើងនៅក្នុងភូមិមួយស្រាប់តែមានទឹកជន់មកទឹកជន់លិចអស់ដីប៉ូលីសអាជ្ញាធរទៅជួយសង្គ្រោះប្រជាជនប៉ុន្តែបរិសម្នាក់នោះគាត់អត់ព្រមមកសោះគាត់ថាគាត់រងចាំព្រះគាត់ជួយតែឯងទៅចុះខ្ញុំជឿលើព្រះនឹងជួយខ្ញុំអញ្ចឹងគាត់អត់មកតាមការទៅជួយសង្គ្រោះរបស់ប៉ូលីសទេប៉ុន្តែគាត់ឡើងលើក្រែហើយដេករងចាំព្រះឲ្យជួយដល់មកស្របក្រោយមកទឹកក៏ឡើងធំឡើងពោះជ្រៅលិចក្រែបរោះឡើងលើដបូលផ្ទះប៉ូលីសមកជួយសង្គ្រោះទៀតគាត់ថាអត់ទេអត់ទៅទេគាត់រងចាំព្រះគាត់ជួយតិចទៀតព្រះគាត់មកជួយគេប្រកាសមីក្រូកោគាត់អត់ជឿថាឯងទៅតិចទៀតព្រះខ្ញុំជួយគេក៏ដឹកទៅដឹកគេក៏ដឹកមនុស្សផ្សេងទៅមកទទួលធំមកស្រាប់តែទឹកឡើងទៀតបន្តឡើងរហូតដល់ដបូលនៅសល់ប៉ំហ្នឹងគេក៏ជិះហេលីកូបទ័រមកពីលើគេស្រាក់គេទម្លាក់ខ្សែឲ្យគេស្រែកថាឲ្យឡើងមកគាត់ថាអត់ទេគាត់មិនភ័យគាត់មិនព្រួយគាត់មិនបារម្ភទេព្រះគាត់នឹងជួយគាត់នៅតែទន្ទិញថាព្រះគាត់នឹងជួយដោយហេលីកូបទ័រនឹងទៅសង្គ្រោះអ្នកផ្សេងទៀតគាត់មិនព្រមឡើងសោះស្រាប់តែទឹកជន់ឡើងត្រឹមចកេះត្រឹមពោះត្រឹមទ្រូងត្រឹមកត្រឹមច្រមុះលិចភ្លឹបបានគាត់ស្រែកព្រះអើយព្រះជួយខ្ញុំផងព្រះអើយព្រះជួយខ្ញុំផងដល់ពេលទឹកមកដល់ប៉ំគាត់ថាគាត់សោកស្ដាយណាស់គាត់ខំជឿលើព្រះហេតុអីក៏ព្រះមិនជួយគាត់ព្រះស្រែកពីលើមេឃមកវិញថាណែបុរសចំគួតអើយព្រះបានបញ្ជូនកណូតទូកអូប័រកប៉ាល់មកហើយតែអ្នកឯងមិនព្រមឡើងសោះអ្នកឯងមិនជួយខ្លួនឯងសោះបរោះចំគួតអើយឈប់ឈួតទៅ